ចឹងគ្រូមានសំណួរតាក់ទងនឹងការប្រឡងបាក់ឌុបធ្វើយ៉ាងម៉េចដើម្បីបាននិទេស A ឬក៏និទេសល្អទៅចោះដោយសារគ្រូគិតថាឆ្នាំ2026នេះគឺថាការប្រឡងបាក់ឌុបនឹងខិតជិតមកដល់សល់ពេល3ខែទៀតអញ្ចឹងក្នុងនាមអាណាដែលជាអតីតសិស្សពូកែទទួល A ឆ្នាំ2024ហ្នឹងតើមានយោបល់ឬក៏សារតាមផ្សាយយ៉ាងម៉េចទៅកាន់បងប្អូនដើម្បីរៀបចំខ្លួនទាំងវិធីរៀនរបៀបម៉េចដើម្បីបាននិទេសល្អចឹងសូមតាមខ្ញុំទៅបងប្អូនចំពោះការរៀនទី12ឬក៏យើងអាចនិយាយថាការរៀនត្រៀមប្រឡងបាក់ឌុបហ្នឹងវាមិនសូវជាមានអីច្រើនណាស់ណាតែបើសិនជាយើងខំរៀនពីថ្នាក់ក្រោមមកមានន័យថាធម្មតានៅពេលយើងចូលដល់ទី12ហើយវាជាកម្រិតចុងក្រោយជាថ្នាក់ចុងក្រោយនៃវិទ្យាល័យហើយអញ្ចឹងបើសិនយើងបានរៀនត្រៀមពីថ្នាក់តិចៗមកដូចថ្នាក់ទី9ទី10ទី11អីហ្នឹងអានោះវាសិតតែជាថ្នាក់មូលដ្ឋានគ្រឹះណាគ្រឹះដើម្បីបន្តទៅដល់ទី12អញ្ចឹងបើសិនយើងមានគ្រឹះទូពីនឹងមកហើយដល់ពេលចូលដល់ទី12យើងត្រូវខំបន្តិចទៀតទៅគឺអាចទៅមុខបានហើយប៉ុន្តែបើសិនជាថានៅថ្នាក់ក្រោមៗហ្នឹងយើងអត់សូវចេះយើងអត់សូវទទួលបានចំណេះដឹងផ្នែកមូលដ្ឋានគ្រឹះហ្នឹងអាចថាវារៀនពិបាកប៉ុន្តែមិនប្រកាសថាអត់អាចទៅមុខការរៀនអញ្ចឹងនៅក្នុងការរៀនត្រៀមទី12ហ្នឹងយើងត្រូវចេះកំណត់គោលដៅខ្លួនឯងឲ្យច្បាស់លាស់មានន័យថាទី1ហ្នឹងគឺកំណត់គោលដៅខ្លួនឯងហ្មងហើយគោលដៅហ្នឹងគឺត្រូវតែច្បាស់បើសិនជាអត់ច្បាស់ទេនៅសពិចសពិលគឺយើងអត់អាចមើលផ្លូវឃើញទេថាតើខ្លួនឯងត្រូវដើរផ្លូវណាដើម្បីឲ្យសម្រេចគោលដៅហ្នឹងអញ្ចឹងនៅពេលដែលយើងកំណត់គោលដៅថាដូចថាខ្ញុំអញ្ចឹងក៏នៅរៀនខ្ញុំសម្រេចថាអូខេខ្ញុំធ្វើម៉េចឲ្យបាននិទេស A ហ្នឹងគឺខ្ញុំចង់យកនិទេស A ខ្ញុំមិនចង់បាននិទេសអីផ្សេងក្រៅពីនិទេស A ហ្នឹងទេធ្វើម៉េចឲ្យបានធ្វើអីក៏ដោយដែរខ្ញុំសុខចិត្តធ្វើឲ្យបានរៀនរបៀបម៉េចក៏ដោយដែរចឹងនៅពេលយើងកំណត់គោលដៅហើយស្នូវទី2ហ្នឹងគឺការអនុវត្តគឺយើងដឹងថាចំណុចហ្នឹងគឺសំខាន់ខ្លាំងមែនទែនបើសិនជាយើងដាក់គោលដៅហើយយើងអត់អនុវត្តយើងអត់ខំប្រឹងប្រែងដើម្បីដើរឈានឆ្ពោះទៅដល់គោលដៅមួយហ្នឹងគឺវាដូចគោលដៅកណ្ដាប់ចោលប្រហើរតាមខ្យល់អញ្ចឹងចឹងការអនុវត្តគឺយើងត្រូវចេះបែងចែកពេលវេលាគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវទាំងការរៀននៅសាលារៀនហើយនឹងទាំងការស្វែងសិក្សារៀនខ្លួនឯងនៅផ្ទះចឹងផងដែរជាងនៅពេលដែលយើងទៅរៀនសាលាមានគ្រូមានអីធម្មតាចឹងឥឡូវយើងទៅរៀនធម្មតាទៅបើសិនជាមានពេលអាចទិញមេរៀនអីបានបដាជាងលេងជាងអីចឹងក៏យើងទិញទៅប៉ុន្តែនៅពេលដែលមកផ្ទះវិញយើងត្រូវចេះកំណត់ពេលវេលាខ្លួនឯងរៀបចំ schedule ថាថ្ងៃច័ន្ទយើងត្រូវរៀនអីរៀនរយៈពេលប្រហែលម៉ោងពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានហើយថ្ងៃអង្គាររៀនអីគេយើងត្រូវធ្វើលំហាត់អីគេពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអញ្ចឹងយើងត្រូវកំណត់ទាំងអស់ហ្នឹងហើយត្រូវអនុវត្តឲ្យបានជាប្រចាំនិយាយទៅ consistency មកធ្វើឲ្យបានរហូតកុំឲ្យថាធ្វើមួយខែធ្វើបាន2 3ដងអាហ្នឹងគេអត់ហៅថាអនុវត្តជាប្រចាំទេអញ្ចឹងអាហ្នឹងគឺសំខាន់មែនតើអញ្ចឹងតាក់ទងនឹងការធ្វើការលិខិតមានវិន័យនឹងឯងការតាំងចិត្តខ្ពស់ឬក៏នៅ sacrifice ហ្នឹងបើនៅ sacrifice យើងមិនអាចបាននិទេស A បាននេះថាយើងលះបង់ខ្ពស់មែនតើការតាំងចិត្តហើយទីសំខាន់ណាហាណានិយាយពី set គោលដៅហើយយើងដាក់គោលដៅច្បាស់បើយើងអត់មានគោលដៅច្បាស់ទេយើងប្រៀបធៀបដូចយើងជិះស្ទូកជិះអីដឹងទៅណាអញ្ចឹងអត់មានណា direction ច្បាស់អញ្ចឹងយើងមិនអាចទៅដល់គោលដៅបានទេអញ្ចឹងគាត់និយាយដាក់គោលដៅនោះគឺត្រឹមត្រូវមែនតើទី2ហ្នឹងគឺថាជាអំណត់ឲ្យអនុវត្តហ្នឹងមិនមែនមកពេលចប់ទេអនុវត្តត្រូវមានថាជាប្រចាំចាពេលខ្លះខ្ញុំដឹងថាណាគេក៏ដោយចេះខ្ជិលសម្បីខ្ញុំក៏នៅរៀននឹងខ្ញុំចេះខ្ជិលដូចគ្នាដែរខ្ញុំខ្ជិលក្នុងការធ្វើលំហាត់ខ្ជិលនិងក្នុងការតែថាពេលខ្លះយើងហត់យើង burn out អីចឹងហើយយើងរៀននៅសាលាផងរៀនគួរបន្ថែមផងហើយដល់ទៅយើងត្រូវស្វែងសិក្សាអញ្ចឹងពេលខ្លះហត់ដូចគ្នាប៉ុន្តែចង់និយាយថាហ្នឹងគឺជាឆ្នាំចុងក្រោយហើយយើងត្រូវជាខំហើយយើងខំឲ្យអស់ហ្មងទៅឲ្យធ្វើម៉េចឲ្យដល់គោលដៅហ្នឹងកុំថាខំបានមកពេលហើយដល់ពេលចិត្តដល់គោលដៅហ្នឹងប្រឡែងវាចោលអញ្ចឹងវាអាសាបងមានចំណងមួយទៀតថាការធ្វើលំហាត់ហ្នឹងយកពីសាលាមកបង្ហាត់រាល់ថ្ងៃហ្នឹងនៅធ្វើផ្ទះប្រហែលម៉ោងហើយមានការស្រាវជ្រាវទៅលើ website ផ្សេងៗឬក៏វិញ្ញាសាចាស់ហ្នឹងយកមកហាត់ហ្នឹងមុនប្រឡងហ្នឹងប្រហែលខែទៀតដើម្បីពេលប្រឡងមកដល់យើងអាចថាធ្វើចេញទាំងអស់ឥឡូវថាលំហាត់ហ្នឹងខ្ញុំយកមកពីណាខ្លះបាទលំហាត់យកពីណាខ្លះក្នុងការស្រាវជ្រាវបន្ថែមក្នុងការស្រាវជ្រាវបន្ថែមអញ្ចឹងដូចយើងដឹងហើយនៅពេលដែលយើងទៅរៀននៅសាលាគ្រូគាត់មានជាកដាស់វិញ្ញាសាឲ្យយើងធ្វើជាពិសេសនៅពេលដែលចិត្តគៀកម្ដងថ្ងៃបាក់ឌុបនៅពេលដែលចិត្តគៀកម្ដងថ្ងៃបាក់ឌុបនៅសាលាអាចថាយើងរៀនចប់អញ្ចឹងទៅគ្រូគាត់យកលំហាត់មកឲ្យយើងធ្វើការអនុវត្តលំហាត់ណាដែលថាអាចនៅក្នុងកម្រិតនៃការប្រឡងបាក់ឌុបអីចឹងទៅហើយលំហាត់ដែលគ្រូឲ្យហ្នឹងយើងយកមកអនុវត្ត
បន្ថែមមកនៅពេលដែលយើងធ្វើនៅសាលាហើយទោះបីជាធ្វើហើយមកដល់ទៅយើងអនុវត្តបន្ថែមទៀតដើម្បីឲ្យមានការចងចាំហើយនឹងការអាសរជាមួយនឹងលំហាត់ទាំងអស់ហ្នឹងណាហើយក្រៅពីនោះទៀតក៏យើងគួរតែស្រាវជ្រាវពីវិញ្ញាសាបាក់ឌុបចាស់ដែរយ៉ាងកំសោយគឺយើងត្រូវយកមកធ្វើវិញ្ញាសាពីឆ្នាំ2014ហើយ2014ហ្នឹងមាន2គេប្រឡងមាន2ដងអញ្ចឹង2014មានលើកទី1លើកទី2អញ្ចឹងយើងយកមកធ្វើពីជំនាន់2014ហ្នឹងរហូតដល់2020 425អីហ្នឹងទៅភាសាឆ្នាំនេះគេប្រឡងឆ្នាំ2026អញ្ចឹងយើងយកដល់វិញ្ញាសាហ្នឹងយើងយកមកអនុវត្តមិនថាសង្គមមិនថាវិទ្យាសាស្ត្រទេនៅក្នុងអត្តបាក់ឌុបហ្នឹងគឺមានវិញ្ញាសាទាំងអស់ហើយអញ្ចឹងយើងអាចយកមកមើលទាំងលំហាត់ទាំងសំណួរទាំងអីហ្នឹងបកហាត់ហ្នឹងយើងយកមកមើលហើយយើងយកមកអនុវត្តទៅហើយជាភាសាមុខវិជ្ជាដែលសំខាន់មែនតើខ្ញុំគិតថាគឺជីវៈហើយនឹងប្រវត្តិនឹងមកដោយសារវាទាមទារការទិញអញ្ចឹងទាំងសង្គមហើយនឹងសិស្សវិទ្យាសាស្ត្រហ្នឹងគឺវាមានអាពីរនឹងចូលគ្នាសង្គមដូចជាមានជីវៈប៉ុន្តែដែលថាវិទ្យាសាស្ត្រមានជីវៈហើយនឹងប្រវត្តិអញ្ចឹងការទិញក៏ច្រើនដែរដូចជីវៈអញ្ចឹងសំណួរប្រហែលចូល300សំណួរជាងអញ្ចឹងការទិញពីដើមឆ្នាំគឺល្អបំផុតចាស់ណៃអាចចែកលេខបន្តទៀតបាននៅពេលប្រឡងបាក់ឌុប2024ហ្នឹងមុខវិជ្ជាណាដែលណៃធ្វើល្អបំផុតហើយមុខវិជ្ជាណាដែលណៃគិតថាមានកំហុសខ្លះឬក៏ធ្វើបានល្អមុខវិជ្ជាដែលខ្ញុំគិតថាធ្វើបានល្អបំផុតអាចថាមុខវិជ្ជាគណិតហើយនិងគីមីមិនគីមីចុះអាមុខវិជ្ជាដែលមិនសូវល្អមិនបើនិយាយថាមិនសូវល្អខ្ញុំថាខ្ញុំធ្វើបានល្អដែរតែលទ្ធផលខ្ញុំចិត្តតែចង់និយាយចិត្តយើងថាអាមួយល្អបំផុតតែអាមួយស្ទើរបន្តិចចង់និយាយចឹងវាថាល្អអត់ជីវៈតែល្អខ្ញុំថាអត់ដល់មិនដូចថាពេលធ្វើនោះខ្ញុំគាត់ថាខ្ញុំចេះហើយខ្ញុំធ្វើបានហើយតែដល់ពេលលទ្ធផលជាណាជីវៈហ្នឹងខ្ញុំបាន B តែដែលកម្រងខ្ញុំចង់យក A ហើយគាត់នៅខ្ញុំចង់បាន A ចឹងមានជីវៈមួយបាន B ខ្ញុំចង់បាន A គណិតរូបគីមីជីវៈប្រវត្តិចង់បាន A 5មុខហ្នឹងតែជាក់ស្ដែងបាន A 14មុខបាន B ជីវៈនឹងមួយអូខេចឹងមានថាក្រៅពីការតាំងចិត្តរៀនសូត្រដើម្បីបានតែ A ហ្នឹងក៏ចង់សួរទៀតថាកត្តាអីសំខាន់មួយទៀតសម្រាប់យើងនីតិ A ហ្នឹងត្រូវតែមានរងងតែសុខភាពចឹងខ្ញុំចង់ដឹងពីសុខភាពថាមុនពេលប្រឡងហ្នឹងតើយើងត្រូវថែទាំសុខភាពយ៉ាងម៉េចហើយនៅពេលដែលយើងរៀនណាយើងត្រូវគិតគូរសុខភាពយ៉ាងម៉េចក្នុងការញ៉ាំក្នុងការគេងហ្នឹងតើអានេះរៀបចំគ្រប់គ្រងយ៉ាងម៉េចចាំដឹងនិយាយការនៅរៀនខ្ញុំនិយាយថាចូលគេងទៀងទាត់ណាចូលគេងយប់ឡើងទៀងម៉ោងហូត11ទៅ11កន្លះក្នុងចន្លោះម៉ោងប៉ុណ្ណឹងឯង11កន្លះខ្ញុំចូលគេងហើយដោយសារតែខ្ញុំកំណត់ខ្លួនឯងខ្ញុំធ្វើលំហាត់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានហើយខ្ញុំមានពេលដែលចុចទូរស័ព្ទខ្លះទៅម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានទៅដល់ពេលហើយខ្ញុំដល់ម៉ោងចូលគេងខ្ញុំចូលគេងហើយការគ្រប់គ្រងទៅលើសុខភាពនោះគឺសំខាន់មែនតើនិយាយមែនអពុំមករំលងមកការរៀនដាក់ទុកដល់ចាក់លើឧបមាថាយើងសិក្សាអីក៏ចេះដែរធ្វើអីក៏បានដែរទៅធ្វើអីគ្រប់គ្នាទាំងអស់ទាំងការធ្វើលំហាត់ទាំងការអីយើងនិយាយទៅចេះមកគ្រប់សពប៉ុន្តែបើយើងខ្វះសុខភាពដល់មួយឧបមាថាចង់ឲ្យដាក់លុបទៅប្រឡងឲ្យឈឺហើយយើងអត់មានកម្លាំងក្នុងការធ្វើពុកបាក់ដំណើរការអានោះដឹងទៅហើយអញ្ចឹងអាការថែទាំសុខភាពនោះក៏វាសំខាន់ដែរយើងត្រូវចេះញ៉ាំបាយឲ្យបានទៀងទាត់ចូលគេងហើយគេងឲ្យបានគ្រប់គ្រាន់ហើយមួយទៀតហ្នឹងគឺកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេកខ្ញុំដឹងថាការប្រឡងហាត់ដុបហ្នឹងអ្នកខ្លះគឺគេមានមហិច្ឆតាគឺចង់បាននីតិល្អខ្លាំងម្ល៉េះតែតែគេចង់បានប៉ុន្តែក៏យើងកុំគួរដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេកដែរយើងគួរតែចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវពេលវេលានៅក្នុងការថែទាំសុខភាពខ្លួនឯងការថែទាំសុខភាពផ្លូវចិត្តហើយនឹងការធ្វើការរៀនអីហ្នឹងគឺយើងគួរតែបែងចែកពេលវេលាឲ្យបានត្រឹមត្រូវអញ្ចឹងយើងមុនបាត់កម្មវិធីកិច្ចសន្ទនាជាមួយហាណាថ្ងៃនេះសូមឲ្យហាណាផ្ដាំសារជាចុងក្រោយទូទៅបងប្អូនប្រឡងបាក់ឌុបខាងមុខនេះតែផ្ដាំទៅជូនពេលយ៉ាងម៉េចសូមជឿ Hello សាប់បាក់ឌុបសាប់ទី12នៅសល់3ខែទៀតជាងគេប្រឡងខែ8ឥឡូវខែ5ហើយសល់តែ3ខែទៀតទេចង់សួរថាត្រៀមខ្លួនឲ្យអស់នៅត្រៀមចិត្តត្រៀមកាយក្នុងការប្រឡងនៅអញ្ចឹងបើសិនជាអត់ទាន់ត្រៀមទេក៏ត្រៀមឲ្យហើយទៅដោយសារចិត្តដល់ថ្ងៃហើយពេលរៀនអីដែលថាអត់ទាន់ច្បាស់អត់ទាន់ចេះអីយើងត្រូវអនុវត្តបន្ថែមហើយមានសំណួរសួរលោកគ្រូអ្នកគ្រូទៅគាត់អត់ចិត្តអក្សរទេហើយក៏ត្រូវនិយាយទៅខិតខំហ្វឹកហាត់ធ្វើលំហាត់ជាប្រចាំខំពេញមេរៀនអីទៅដើម្បីឲ្យសម្រេចគោលដៅយើងបានព្រោះអីបាក់ឌុបមួយជីវិតយើងមានតែម្ដងទេណា
ឡងមកដប់មានតែទី12នឹងមួយទេហើយវាកោដៅយើងគឺខិតចិត្តទៅដល់មែនតើអ្នកដែលថាគាត់មានកោដៅចង់បាននីតិអីដែលគាត់ចង់បានហ្នឹងវាខិតចិត្តមកដល់មែនតើអញ្ចឹងគួរតែថាខំឲ្យអស់ពីសមត្ថភាពព្រោះអីកុំឲ្យឱកាសហ្នឹងវាអាសាបងទៅវាចិត្តដល់ហើយវាគៀកមែនតើហើយអញ្ចឹងខំធ្វើឲ្យដល់ទៅទោះបីជាមិនក៏យើងនៅតែខំប្រឹងប្រែងអស់ពីសមត្ថភាពវាជាសមត្ថភាពពិតរបស់យើងអញ្ចឹងយើងសម្រេចចិត្តនឹងទទួលវាហើយថែទាំសុខភាពខ្លួនឯងឲ្យបានច្រើនកុំសូវនិយាយទៅកុំ skip អាហារច្រើនពេកអ្នកខ្លះអាចថាខំប្រឹងរៀនចឹងទៅអត់សូវញ៉ាំបាយញ៉ាំទឹកអីចឹងចឹងថែទាំសុខភាពទាំងការរៀនទាំងអីហ្នឹងបែងចែកឲ្យបានត្រឹមត្រូវមើលថែខ្លួនឯងហើយមានកោដៅផងស្រឡាញ់អីធ្វើនឹងដូចអ្នកខ្លះមានកោដៅចង់ធ្វើអីបន្ទាប់ពីចប់ហ្នឹងធ្វើអីដែលខ្លួនឯងស្រឡាញ់កុំធ្វើអីតាមចិត្តគេហើយសួរពីខ្លួនឯងណាដូចថាសួរខ្លួនឯងចូលចិត្តអីចំណងចិត្តអីរៀនទៅលើទៅដើម្បីឲ្យជោគជ័យទៅលើផ្នែកហ្នឹងចឹងសារដាក់ពេលខ្ញុំមានតែប៉ុណ្្នឹងឯងហើយក៏សូមជូនពរទៅដល់សិស្សសានិស្សសិស្សដែលត្រូវនឹងត្រៀមប្រឡងបាក់ឌុបដែលនឹងខិតចិត្តមកដល់ហ្នឹងជូនពរឲ្យទទួលបាននៅនីតិដែលខ្លួនឯងចង់បានហើយសម្រាប់នៅគោលដៅខាងមុខទៀតបាទអញ្ចឹងស្ដាប់បងប្អូនយើងស្ដាប់ណាសារការឲ្យសារពិសេសទៅកាន់បងប្អូនមានប្រឡងបាក់ឌុបហ្នឹងអញ្ចឹងសូមខមមិននៅខាងក្រោមថាសង្ខេបក៏វត្តសង្ខេបថាហាណាបាននិយាយខ្លះថាចំណុចសំខាន់វារបៀបម៉េចហើយរៀបចំខ្លួនវាម៉េចដើម្បីបានទៅល្អអញ្ចឹងសង្ខេបខមមិនខាងក្រោមហើយបើមានសំណួរអីក៏សូមសួរខមមិនក្រោមដើម្បីយើងធ្វើអេពីសូតបន្តទៀតអញ្ចឹងសូមអរគុណច្រើនហាណាដែលបានចំណាយពេលមានឡៃហើយចូលរួមកម្មវិធីខ្ញុំបានស្ដាប់វគ្គទី1នេះហាណាមានសុខភាពល្អហើយនឹងបំណងប្រាថ្នាអីទាំងអស់បានសម្រេចក្នុងឆ្នាំ2026 27ទៅមុខទៀតហ្នឹងហើយជូនពរដល់ប្រិយមិត្តទាំងអស់គ្នាឲ្យវាសុខភាពល្អមានទាំងសុខភាពផ្លូវរាងកាយសុខភាពផ្លូវចិត្តនិងមួយទៀតដែលយើងក៏ស្គាល់គឺសុខភាពអរញ្ញវត្ថុ